នៅក្នុងវីដេអូនេះយើងនឹងបង្ហាញពីរបៀបរៀបចំផ្នែកសិក្សានិងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យដើម្បីគ្រប់គ្រងមហាវិទ្យាល័យជំនាញនិងវគ្គសិក្សាបានយ៉ាងមានប្រសិទ្ធភាពជាដំបូងដើម្បីបង្កើតកម្មវិធីសិក្សានៅក្នុងសាកលវិទ្យាល័យបានយើងនឹងចាប់ផ្ដើមដោយធ្វើការបង្កើត Department ទៅតាមផ្នែកនីមួយៗជាមុនសិនដោយធ្វើការបញ្ចូលឈ្មោះ Department លេខកូដព័ត៌មានទំនាក់ទំនងទីតាំងនិងគេហទំព័ររបស់ Department ផ្ទាល់ដើម្បីឲ្យនិស្សិតនិងបុគ្គលិកអាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលបន្ទាប់ពីការបង្កើត Department រួចរាល់លោកអ្នកអាចចូលទៅបង្កើតកម្មវិធីសិក្សាបានដោយត្រូវបំពេញព័ត៌មានដូចជាឈ្មោះកម្មវិធីសិក្សាលេខកូដកំណត់ប្រភេទសញ្ញាបត្រផ្នែកសិក្សា Department ដែលពាក់ព័ន្ធរយៈពេលសិក្សាចំនួន credit និងតម្លៃសិក្សាក្នុងមួយ credit នៅពេលបង្កើតប្រូក្រាមរួចរាល់ប្រព័ន្ធនឹងរៀបចំកម្មវិធីសិក្សាទៅតាម Department នីមួយៗដោយស្វ័យប្រវត្តិដែលធ្វើឲ្យការគ្រប់គ្រងវគ្គសិក្សាគ្រូបង្រៀននិងសិស្សនិស្សិតកាន់តែមានភាពងាយស្រួលជាមួយនឹង School Connect លោកអ្នកអាចរៀបចំផ្នែកសិក្សាកម្មវិធីសិក្សានិងទិន្នន័យអប់រំទាំងអស់នៅក្នុងប្រព័ន្ធតែមួយ